ព្រឹកថ្ងៃអាទិត្យទី29មិថុនា2025នេះអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៃខេត្តស្រះកែវស្នើសុំឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃមួយចំនួននិងអនុញ្ញាតឲ្យរថយន្តដឹកទំនិញចេញចូលដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូចនេះថា1កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជាទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែនហេតុដូច្នេះហើយបានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភាឆ្នាំ2025ព្រោះយើងមិនមានបំណងពង្រីកភូមិសាស្ត្រដែលមានវិវាទឬបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមបណ្ដោយព្រំដែនស៊ី2កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមធ្វើការបិទបើកច្រកព្រំដែនជាឯកតោភាគីនោះទេកងទ័ពថៃបានចាប់ផ្ដើមធ្វើការបិទច្រកព្រំដែនកែសម្រួលម៉ោងបិទបើកនិងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគីចាប់តាំងពីថ្ងៃទី7មិថុនាឆ្នាំ2025មិនតែប៉ុណ្ណោះកងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទបើកជាឯកតោភាគីនៅតាមបណ្ដាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃទី24មិថុនាឆ្នាំ2025ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ3ភាពមិនច្បាស់លាស់នឹងការប្រែក្រឡាស់ភ្លាមមិនពិតប្រាកដនៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃព្រមជាមួយនឹងភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញនិងការអនុវត្តជាក់ស្ដែងដែលលើដីដោយកងទ័ពថៃបានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ពិតប្រាកដនិងយូរអង្វែង4ដោយដែលខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថាដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះគឺងាយស្រួលដោះស្រាយទេបើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី7មិថុនាកន្លងទៅនេះធ្វើការបើកច្រកព្រំដែនឲ្យដោយស្ថានភាពដើមជាឯកតោភាគីវិញនោះនឹងផ្ដល់ការធានាច្បាស់លាស់ថាមិននឹងមានការបិទបើកជាឯកតោភាគីទៀតនោះគឺជាការស្រេចកម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ5ម៉ោងក្រោយពីនោះនិយាយឲ្យខ្លីគឺកូនសោស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយហេតុដូច្នេះចំពោះអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃដែលមានបំណងចង់ឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញមិនចាំបាច់ស្នើមកកម្ពុជានោះទេសូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃមិនថាជាកងទ័ពឬអ្នកណានោះទេឲ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដោយមុនថ្ងៃទី7មិថុនាឆ្នាំ2025និងផ្ដល់ការធានាច្បាស់លាស់ថាមិននឹងមានការបិទបើកជាឯកតោភាគីទៀតនោះគឺជាការស្រេចអ្វីនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដោយមុនវិញហើយ